ព្រះអង្គច័ន្ទមនីលោកតែងតែទទួលបាននូវការរិះគន់មួយចំនួនហើយមិនត្រឹមតែរិះគន់ធម្មតាទេថែមទាំងទទួលនូវការប្រមាថការទានពីសំណាក់បងប្អូនយើងមួយចំនួនតូចបងប្អូនមានអ្នកខ្លះនោះថែមទាំងជីលោកទៀតផងបាទខ្ញុំសូមខមាលទោសជីព្រះអង្គដោយសារតែប្រកាសព្រះអង្គឆែបដូចចឹងជីព្រះអង្គឆែបអីចឹងទៅបាទប៉ុន្តែប្រើប្រាស់ពាក្យអាក្រក់ណាទៅលើព្រះអង្គច័ន្ទមនីត្រង់ចំណុចនេះមានការលើកឡើងពីបងប្អូនមួយចំនួនដែលគាត់គោរពនិងឲ្យតម្លៃទៅលើព្រះអង្គច័ន្ទមនីបាទថាព្រះអង្គធ្វើការងារសិលធម៌សង្គមបានយ៉ាងល្អប្រសើរប៉ុណ្ណឹងហើយនៅតែមានអ្នកទាស់អ្នកទើសបាទហើយនឹងអ្នកជេរប្រមាថហើយអ្នកដែលជេរប្រមាថទាំងអស់នោះមិនទាំងដែរថាបានមកចូលវត្តឬក៏ដែលយកបាយមកស្រាក់លុយ1000អីមកបូជាពធនៅក្នុងវត្តតាសុតនេះមិនដែរទេឬក៏នៅកន្លែងណាផ្សេងមិនដែរទេបងប្អូនការជេរប្រមាថនេះដូចជាស្ទើរតែคล้ายទៅជាទម្លាប់បាទសម្រាប់អ្នកដែលល្បីល្បាញហើយទទួលបានការប្រមាថការទៀនដោយមិនមានតលហិកឬក៏មិនមានចំណុចណាល្អបាទត្រង់ចំណុចនេះខ្ញុំចង់បកស្រាយចំណុចដែលព្រះអង្គច័ន្ទមនីលោកបាននឹងធ្វើកន្លងមកបន្តិចដើម្បីឲ្យអ្នកជេរប្រមាថហ្នឹងគាត់យល់ច្បាស់លាស់ឡើងវិញមួយចំនួនកុំឲ្យមានទិដ្ឋិអាក្រក់មួយជាចំណែកជ្រុងមួយដែលអាក្រក់ហ្នឹងគឺថាដាក់តែបន្ទុកទៅលើព្រះអង្គទាំងតែព្រះអង្គមិនបានធ្វើដោយអ្វីដែលគេបានលើកឡើងនោះទេក្នុងនាមព្រះសង្ឃនៅក្នុងពុទ្ធសាសនាគ្រប់ព្រះអង្គលោកតែងតែចាត់ទុកនៅសិលធម៌ព្រហ្មវិហារធម៌និងក្តីមេត្តាជាគ្រឹះដ៏សំខាន់ណាស់ក្នុងការកសាងជីវិតឲ្យវាមានសេចក្តីសុខនិងសន្តិភាពផ្លូវចិត្តបាទអញ្ចឹងព្រះអង្គតែងតែសាបព្រោះនៅធម៌ទាំងអស់ហ្នឹងនៅពេលដែលព្រះអង្គសម្ដែងពធទាំងអស់ហ្នឹងគឺព្រះអង្គចង់ដាស់តឿនឲ្យបងប្អូនមកមានការអភិវឌ្ឍខាងក្នុងនិងតាមរយៈគោលការណ៍សំខាន់ដែលខ្ញុំបាទនឹងជម្រាបជូននៅពេលបន្តិចទៀតនេះអ្វីដែលព្រះអង្គទេសបើយើងស្ដាប់មើលក្រៅតែពីមានអបិយជំនឿក៏នៅក្នុងធម៌អប់រំមួយដែរមានទាំងសិលធម៌មានទាំងព្រហ្មវិហារធម៌និងក្តីមេត្តាចាស់សិលធម៌យ៉ាងម៉េចបងប្អូនសិលធម៌គឺជាវិធាននៃការរស់នៅការគិតការនិយាយការប្រព្រឹត្តឲ្យល្អនៅក្នុងសង្គមបាទដូចជាការការពារខ្លួនព្រះអង្គតែងតែដាស់តឿនឲ្យរក្សាសិលជាភាសានោះគឺសិល5ព្រោះសិលគឺជាខែលការពារមិនឲ្យយើងសាងកម្មអាក្រក់ដែលនាំទុក្ខទោសមកឲ្យខ្លួនឯងនិងអ្នកដទៃទេដោយកាយវាចាចិត្តបាទដោយកាយវាចាចិត្តមិនទទួលនៅការប្រមាថការទៀនដល់អាយុជីវិតអ្នកដទៃមិននិយាយចាក់ចោចអូចអាលបាទមិនផឹកនៅគ្រឿងស្រវឹងមិនសែបនៅមេធនកូនប្រពន្ធអ្នកដទៃអាហ្នឹងសិតតែការរក្សានៅសិលហើយការយើងធ្វើប្រព្រឹត្តទាំងអស់ហ្នឹងគឺជាខែលមួយការពារមិនឲ្យខ្លួនយើងជួបនៅបញ្ហាឬក៏ទុក្ខទោសអីទេបាទអត្ថន័យជាបន្តជាសេចក្តីថ្លៃថ្នូរព្រះអង្គតែងតែដាស់តឿនណាបាទមនុស្សដែលមានសិលធម៌គឺតែងតែទទួលបានការគប់ស្រឡាញ់និងទុកចិត្តពីមនុស្សជុំវិញខ្លួនហើយនេះគឺជាប្រភពនៃសេចក្តីសុខក្នុងគ្រួសារនិងសង្គមរបស់យើងបងប្អូនពេលដែលយើងរក្សាសិលហើយយើងមានខែលការពារត្រឹមត្រូវហើយយើងនឹងក្លាយបានទៅជាបុគ្គលយ៉ាងម៉េចគឺបានជាបុគ្គលដែលគេគោរពស្រឡាញ់ទុកចិត្តទៅណាមកណាអីគេផ្ដាំផ្ញើជួយមើលផ្ទះមើលសបាយខ្ញុំផងជួយមើលកូនខ្ញុំផងហើយមិនបានគេប្រើពាក្យថាជួយមើលដោយសារតែគេទុកចិត្តមនុស្សនោះបាទហើយនឹងរឿងពិតបងប្អូនបាទក្រៅពីសិលធម៌ព្រះអង្គតែងតែលើកយកពីព្រហ្មវិហារធម៌មកហើយព្រហ្មវិហារធម៌ហ្នឹងគឺចង់និយាយថាមានមេត្តាករុណាមុទិតាឧបេក្ខាអីចឹងណាបាទអញ្ចឹងគឺជាធម៌មួយដែលខ្ពង់ខ្ពស់ដែលជួយឲ្យមនុស្សរស់នៅក្នុងសង្គមហ្នឹងមានការអត់ឱនឲ្យគ្នាមិនគុំគួនដូចជាយើងនិយាយពាក្យមេត្តាអញ្ចឹងចង់ឲ្យ
មនុស្សនឹងរាប់អានគ្នាដោយស្មោះស្ម័គ្រមិនមានល្បិចខិចកលបាទមិនមែននិយាយមាត់ប៉ុន្តែបត់ដុំដៃនៅក្រោយនិយាយជាមិត្តភាពប៉ុន្តែជាសត្រូវនៅក្នុងអត់ទេករណាគឺមានការសង្គ្រោះឲ្យរួចពីទុក្ខលំបាកឃើញគ្នាមានអត់ការងារធ្វើអីចេះជួយជ្រោមជ្រែងបាទសាមគ្គីគ្នាស្គាល់ទុក្ខស្គាល់លំបាកមិនថាតែជាសាច់ញាតិសន្តានខ្លួនឯងទេសូម្បីតែអ្នកភូមិផងក៏ជួយដើម្បីតែប្រជាជាតិរបស់យើងជាពិសេសដូចសម័យកាលនេះអញ្ចឹង ប្រទេសជាតិកំពុងត្រូវការនៅការសាមគ្គីអញ្ចឹងយើងមានតែការរួបរวมគ្នានេះហើយគេហៅថាការសាមគ្គីបាទផ្ដល់កម្លាំងចិត្តទាំងសម្ភារៈនិងកម្លាំងចិត្តដល់បងវរៈកងទ័ពនៅសមរភូមិជួរមុខនឹងសិតតែទាមទារឲ្យយើងមានករណាមួយមុទិតាមានន័យថាអត់មានចិត្តចំណែនបាទឃើញគេបានសុំត្រេកអរសាទរអាហ្នឹងគឺមុទិតាបាទព្រះអង្គតែងតែប្រោសនៅសង្ឃរដីកាតាមរយៈឧខូសនៈស័ព្ទនៅគ្រប់កម្មវិធីបុណ្យធំមិនថាតែនៅវត្តសុទ្ធទេបងប្អូននៅវត្តណាក៏ដោយឧបេក្ខាការតាំងចិត្តជាកណ្ដាលការដឹងខុសត្រូវការប្រងើយកន្តើយចំពោះរឿងរ៉ាវដែលមិនកែប្រែបានដោយប្រើបញ្ញាបាទអញ្ចឹងសិតតែរឿងសំខាន់ណាបងប្អូនព្រមភារធម៌នេះព្រះអង្គទេសនាអញ្ចឹងហើយមិនក៏នៅតែជានៅតែប្រមាថបាទបងប្អូនយល់យ៉ាងណាដែរសម្រាប់អ្នកដែលប្រមាថណាបើព្រះអង្គទេសមកឌៀមដាមអ្នកនេះអញ្ចេះអ្នកនោះអញ្ចោះអានឹងយើងគួរតែប្រមាថការទៀនលោកប៉ុន្តែលោកទេសដូចខ្ញុំរៀបរាប់មិញអញ្ចឹងបាទបុណ្យតូចធំបាទហើយនៅក្នុងនឹងទៀតការសម្ដែងធម៌របស់ព្រះអង្គគឺដោយក្តីមេត្តាមិនមែនថាអូបុណ្យធំមិននិមន្តទៅបុណ្យទូចអ្នកក្រមិនទៅអត់ទេឲ្យតែមានពេលវេលាសុខភាពល្អលោកមុនទៅប្រោសនៅការសម្ដែងនៅពធអង្គខ្លះអត់ទេណាបងប្អូនបុណ្យទូចទេសបែបទូចមិនចឹងទេអត់មានចឹងខ្ញុំនិយាយតាមអារម្មណ៍របស់ខ្ញុំប៉ុន្តែมันអាចប្រសងលោកជាសង្ឃសាវករបស់ព្រះចឹងមិនថាបុណ្យទូចបុណ្យធំទេបាទប៉ុន្តែសម្រាប់អ្នកយល់ខុសគឺតាំងព្រះអង្គទោះតាអុកញ៉ាថឹបអ្នកមានមុខមាត់អីចឹងទៅបាននិមន្តចឹងណាអ្នកក្រមិននិមន្តទៅទេអត់ចឹងទេចឹងបងប្អូននេះជាការសម្ដែងធម៌ដោយក្តីមេត្តារបស់ព្រះអង្គមិនគិតថាបុណ្យតូចបុណ្យធំទេសំខាន់គឺបានបំភ្លឺផ្លូវឃើញអំពីហេតុនិងផលទោះបីលោកនិយាយពីអបិយជំនឿអីហ្នឹងក៏និយាយបែបត្រង់លក្ខណៈពិចារណាដែរមិនឲ្យយើងងប់ងល់ណាបាទចាឥឡូវយើងនិយាយពីផលប្រយោជន៍ការយល់ដឹងពីបុណ្យបាបនិងសេចក្តីសុខគោលបំណងធំនៃការសម្ដែងធម៌គឺចង់ឲ្យពុទ្ធបរិស័ទសម្រេចបាននៅការយល់ដឹងអំពីច្បាប់កម្មផលបុណ្យបាបប៉ុន្តែព្រះអង្គបែបមួយផ្នែកធំទៅលើជំនឿតែយ៉ាងណាក៏ដោយក៏ធ្វើឲ្យយើងមានការគិតពិចារណាដែរមិនក៏ព្រះអង្គលោកទេសថាងធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់អញ្ចឹងចង់ឲ្យយើងទាំងអស់គ្នាយល់ពីរឿងហ្នឹងបាទការរស់នៅប្រកបដោយសេចក្តីសុខពិតប្រាកដមិនមែនកើតចេញពីទ្រព្យសម្បត្តិក្រៅតែពីទ្រព្យហើយអត់មានអីសុខក្រៅពីទ្រព្យមែនទេគឺនៅក្នុងហ្នឹងវាមានចិត្តស្ងប់មួយរស់នៅគ្មានការគុំគួនរស់នៅគ្មានការភ័យខ្លាចរស់នៅមានសេរីភាពបាទធ្វើបុណ្យធ្វើកុសលរួមគ្នាសាមគ្គីគ្នាសាច់ក្អាកកាយក្នុងស្រុកក្នុងភូមិនោះហើយគឺជាការរស់នៅដែលព្រះអង្គលោកចង់បានបាទហើយលោកតែងតែទេសនាប្រោសបញ្យលរឿងហ្នឹងបាទអញ្ចឹងអរគុណបងប្អូនខ្ញុំមានប៉ុណ្ណឹងគ្រាន់តែចង់បង្ហាញទៅដល់អ្នកដែលជេរប្រមាថព្រះអង្គមានទាំងជេរធួនណាបាទខ្ញុំគិតថាអ្នកទាំងនោះប្រហែលជាមិនមែនជាអ្នកកាន់សាសនាពុទ្ធទេក៏មិនដឹងអាចនឹងមានលទ្ធិផ្សេងអញ្ចឹងណាអញ្ចឹងគេអត់ខ្លាចបនបាបទេហើយសំព្រះអង្គលោកមានបជនតិចទៀតអញ្ចឹងតើនឹកឃើញអីថានឹងហ្មងបាទមិនគិតថាពាក្យនឹងអញនិយាយទៅសមអត់ក្នុងនាមអញជាការាវាសជាបសក់ហើយនិយាយទៅកាន់ប្រសងបែបអញ្ចឹងត្រូវទេគេអត់មានគិតរឿងហ្នឹងទេ
បាទគឺជឿយល់ខ្ញុំយល់ថាប្រហែលជាគេមានសាសនាផ្សេងខ្មែរគ្នាឯងហ្នឹងប៉ុន្តែចូលសាសនាអ្នកផ្សេងអញ្ចឹងណាហើយមកប្រមាថការទៀនប្រសងដោយមិនមានការខ្លាចបុណ្យបាបអីចឹងទៅអរគុណបងប្អូនអញ្ចឹងបងប្អូនអាចបញ្ចេញអារម្មណ៍និងទស្សនៈនៅក្នុងវីដេអូនេះបានហើយបើសិនជាខ្ញុំលើកឡើងខុសឆ្គងម្ដេចម្ដាសូមមេត្តាត្រាប្រណីអ្វីដែលខ្ញុំនិយាយនេះចង់បង្ហាញពីសកម្មភាពរបស់ព្រះអង្គជាទូទៅដែលព្រះអង្គតែងតែប្រោសប្រទាននៅការសម្ដែងពធផ្សេងនេះគឺក្នុងគោលដៅចង់ឲ្យបងប្អូនពុទ្ធបរិស័ទទទួលបាននៅការយល់ដឹងអំពីបុណ្យនិងបាបនិងទទួលបាននៅសេចក្តីសុខជាផលប្រយោជន៍ក្នុងបច្ចុប្បន្ននិងពេលវេលាទៅខាងមុខបាទ